សួស្តីទាំងអស់គ្នាអញ្ចឹងយើងចូលទៅចំណុចបន្តមកទៀតគឺបាទយើងចូលទៅចំណុចបាទរបៀបបំលែងអក្សរទៅជាតារាងណាបាទអញ្ចឹងឧទាហរណ៍ខ្ញុំមានបាទអក្សរបាទមានន័យថាយើងចង់បំលែងឲ្យវាចេញជាតារាងចឹងណាអញ្ចឹងយើងមានអក្សរនេះបាទអក្សរជាច្រើនអញ្ចឹងណាបាទហើយយើងចង់បំលែងវាឲ្យទៅជាចេញទៅជាតារាងបាទអញ្ចឹងដើម្បីឲ្យអក្សរនឹងចេញទៅជាតារាងបាទទី1ទាំងអស់គ្នាធ្វើការ select លើអក្សររបស់យើងសិនបាទធ្វើការ select លើអក្សររបស់យើងសិនហើយបន្តមកទៀតទាំងអស់គ្នាចុចទៅលើបាទតបទាំងអស់គ្នាកំណត់នៅកន្លែង insert បាទហើយកន្លែង table ណា insert ហើយ table តមកទៀតយើងយកពាក្យថា convert text to table បាទអញ្ចឹងមានថាយើងបំលែងអត្ថបទទៅជាតារាងហើយកន្លែងនេះចំនួនជួរឆយើងចង់បានចំនួនជួរឆប្រមាណយើងបំពេញលេខទៅនឹងមកហើយកន្លែង row នេះគឺវាកំណត់ឲ្យជួរ8ជួរណាបាទហើយកន្លែងនេះគឺយើងយកជា paragraph បាទឬក៏យើងអាចកំណត់ជា tab នៅពេលដែលយើងដក clear អីណាបាទហើយ comma នៅពេលយើងក្បៀសឬក៏យើងប្រើសញ្ញាផ្សេងៗណាអញ្ចឹងវានឹងចែកឲ្យតាមអ្វីដែលយើងបានជ្រើសរើសនៅកន្លែងspare text នេះបាទអញ្ចឹងយើងចុច OK មកយើងនឹងបានតារាងបែបនេះបាទយើងនឹងបានតារាងបែបនេះណាចា៎នេះគឺតារាងដែលយើងបានបំលែងពីអត្ថបទមកបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងបាទសូមអរគុណ